មកយ៉ាមុនដែលមានសង្គមនៅតាមព្រំដែនមកហូបឆ្ងាញ់ក៏ហូបអត់កើតមកហូបដែលចូលចិត្តក៏លែងចង់ហូបខ្ញុំជឿថាបងប្អូនទាំងអស់គ្នាក៏ដូចខ្ញុំដែរហើយពិតជាខ្លាចមែនខ្លាចសង្គមរាលដាលពេញផ្ទៃប្រទេសអាណិតក្មេងៗដែលទៅនឹងកើតអត់ទាន់ដឹងអីអាណិតចាស់គាត់ត្រូវជួបរឿងនឹងជាលើកទី2បើម៉ែគាត់ដេកភ័យរៀបចំបបប្រហុកទុកមួយផ្នែកហើយស្រាប់ពេលឥឡូវបានធូរស្បើយគាត់នឹងមិត្តភ័ក្តិនាំគ្នាដើរលេងចោលកូនពៅបាត់តែបញ្ហាមួយនេះកើតឡើងក៏ផ្ដល់ផលល្អដល់ប្រទេសកម្ពុជាយើងដែរឃើញថាប្រជាជនយើងស្រុះដៃស្រុះជើងគ្នាគឺពហិការឈប់ប្រារបស់ថៃបកមកគាំទ្រផលិតផលរបស់ខ្មែរយើងវិញដែរជាផ្នែកជួយឲ្យសេដ្ឋកិច្ចជាតិរបស់យើងរីកចម្រើនកាលមុនទាំងគេទាំងខ្ញុំមើលរំលងផលិតផលរបស់ខ្មែរយើងតែដល់ពេលឥឡូវបានដឹងថា brand របស់ខ្មែរមិនចាញ់បរទេសទេមុខសុទ្ធតែល្អហើយមានគុណភាពដូចសាប៊ូ Clean អញ្ចឹងជាផលិតផលរបស់កូនខ្មែរយើងហើយផលិតនៅប្រទេសកម្ពុជាមានគុណភាពល្អហើយតម្លៃសមរម្យទៀតទាំងការវេចខ្ចប់ទាំងគុណភាពគឺអែមហ្មងខ្ញុំប្រើមួយឈុតហើយមួយឈុតទៀតឥឡូវទិញទាំងកេះទុកដាក់ទៀតខ្លាចដាច់ស្តុកអស់ជួយគ្រប់គ្រងផលិតផលក្នុងស្រុកជួយឲ្យប្រទេសជាតិរីកចម្រើនខ្ញុំប្រើខ្ទះធំធ្វើមីហឹលឲ្យក្មួយញ៉ាំភាសាខ្ញុំនៅម្នាក់ឯងក្មួយមកគេងជាមួយកុំឲ្យខ្ញុំស្ងាត់ហើយក៏ល្អដែរថាសង្គ្រាមមួយរយៈនេះម៉ែគាត់ធ្វើម្ហូបលែងឆ្ងាញ់អស់ហើយពេលខ្លះក៏ប្រៃពេលខ្លះក៏សាបអត់មានជាតិហូបអត់កើតទេបងប្អូនទាំងអស់គ្នាក៏ប្រហែលជាអញ្ចឹងដែរសម្លម្ជូរចេញសម្លស្ងោរចេញសម្លប្រហើរម្នាក់អារម្មណ៍អត់នៅក្នុងខ្លួនទេអត់បាននៅក្នុងហេតុការណ៍ផ្ទាល់ប៉ុន្តែគ្រាន់តែឃើញរូបភាពជនភៀសសឹករូបភាពបងទាហានដែលត្រូវរបួសនិងបាត់បង់ជីវិតអារម្មណ៍ក្តុកក្តួលហើយឈឺចាប់មែនទែនវាជាការចងចាំមួយដ៏ធំបំផុតដែលអាចបំភ្លេចបានធូរស្បើយឡើងវិញនេះក្នុងចិត្តត្រេកអរអាចញ៉ាំបានស្រួលគេងលក់បានស្ងប់ហើយអាចញញឹមជាថ្មីបានឡើងវិញសង្ឃឹមថាប្រទេសយើងមានសុខសន្តិភាពនិងរីកចម្រើនតទៅមុខរហូតបីទទួលក្មេងៗជំនាន់ក្រោយនឹងឃើញស្នាមញញឹមដ៏ស្រស់ស្រាយរបស់ពួកគាត់